ឯងនេះចិញ្ចឹមក៏គ្មានពងឲ្យយើងចាប់ឯងយកមកធ្វើម្ហូបក៏ពិបាកដល់យើងទៀតពិតជាកម្មពៀមែនចប់សិនលោកម្ចាស់កុំសម្លាប់ខ្ញុំអីហាតើមន់ចេះនិយាយមែនទេយើងមិនជឿសោះថាឯងចេះនិយាយអស្ចារ្យណាស់ពិតជាដូចឯងនិយាយមែនយើងប្រកាសជាមានបានមិនខានចាប់ពីពេលនេះទៅណែតាពងនេះជាពងមាសឬក៏តាឯងលាបថ្នាំវាមែនហើយតាក៏ហក់ពួកយើងទេដឹងអាយ៉ាពិតជាពងមិនមាសសុទ្ធរបស់គេមែនតើឯងប្រកាសជាមានហើយពេលនេះចុះបើយើងសម្លាប់វាហើយយកពងមាសដែលនៅក្នុងពោះវាទាំងអស់តែម្ដងនោះយើងមិនចាំបាច់ចាំវាយូរទៀតនោះទេឯណាទៅពងមិនមាសវានៅកន្លែងណាអូព្រះអើយខ្ញុំពិតជាល្ងងខ្លាំងណាស់ខ្ញុំធ្វើខុសធ្ងន់ណាស់សូមជូនរឿងតាមឿននិងពងមាន់មាសនៅក្នុងភូមិតូចមួយមានបុរសចំណាស់ម្នាក់រស់នៅតែម្នាក់ឯងគ្មានកូនប្រពន្ធនឹងគេនោះទេជីវភាពរបស់គាត់ក្រលំបាកខ្លាំងណាស់រោគព្រឹកខ្វះល្ងាចពេលខ្លះរោគល្ងាចក៏ខ្វះព្រឹកលុះល្ងាចឡើងពេលត្រឡប់ពីចំការវិញតាមឿនឃ្លានបាយខ្លាំងណាស់ដើរតម្រង់ទៅកាន់ចង្ក្រានបាយគាត់ថ្ងៃនេះតើនឹងបានអ្វីធ្វើម្ហូបបរិភោគបើអង្ករក៏គ្មានម្ហូបក៏គ្មានទៀតអោជីវិតខ្ញុំអើយរស់នៅតែម្នាក់ឯងក៏លំបាកម្ល៉េះស្រាប់តែពេលនោះគាត់បានឮមេមាន់មួយក្បាលកំពុងតែក្រាបនៅក្នុងសម្បុកនៅខាងក្រៅផ្ទះគាត់អូហូមែនហើយយើងនៅសល់មេមាន់មួយក្បាលដែលចិញ្ចឹមមិនដែលពងសោះថ្ងៃនេះយើងនឹងយកឯងមកធ្វើម្ហូបរបស់យើងហើយតាមឿនក៏ដើរតម្រង់ទៅកាន់សម្បុកមាន់ហើយយកដៃទៅលូកចាប់មាន់តែមាន់បានហើរកិច្ចពីកន្លែងដែលគាត់ចាប់ពីកន្លែងមួយទៅកន្លែងមួយទៀតទម្រាំតែចាប់វាបានគាត់ក៏ហត់ខ្លាំងណាស់ដែរឯងនេះចិញ្ចឹមក៏គ្មានពងឲ្យយើងចាប់ឯងយកមកធ្វើម្ហូបក៏ពិបាកដល់យើងទៀតពិតជាកម្មពៀមែនចប់សិនលោកម្ចាស់កុំសម្លាប់ខ្ញុំអីហាតើមាន់ចេះនិយាយមែនទេយើងមិនជឿសោះថាឯងចេះនិយាយពិតមែនហើយលោកម្ចាស់ខ្ញុំអាចនិយាយបានបើលោកម្ចាស់មិនសម្លាប់ខ្ញុំទេខ្ញុំនឹងសងគុណលោកម្ចាស់វិញមិនខានតើឯងមានអ្វីសងគុណយើងបើឯងគ្រាន់តែជាមាន់មួយក្បាលដែលជាម្ហូបមួយពេលរបស់យើងតែប៉ុណ្ណោះបើលោកម្ចាស់មិនសម្លាប់ខ្ញុំនឹងពងជាសុទ្ធមាន់មាសមួយថ្ងៃមួយគ្រាប់ឲ្យលោកម្ចាស់យកទៅលក់ចិញ្ចឹមជីវិតបានធ្វើម្ដេចយើងអាចជឿឯងបានតើឯងមានអ្វីសំអាងឲ្យយើងព្រឹកស្អែកលោកម្ចាស់ចាំមកយកមកហើយលោកម្ចាស់នឹងឃើញហើយបើខ្ញុំធ្វើមិនបានសូមលោកម្ចាស់សម្រាប់ខ្ញុំធ្វើម្ហូបទៅចុះយើងនឹងដោះលែងឯងទៅវិញស្អែកយើងនឹងត្រឡប់មករកឯងម្ដងទៀតលុះព្រឹកឡើងភ្ញាក់ពីដំណេកតាមឿនក៏ដើរតម្រង់ទៅកាន់សម្បុកមាន់ពេលនោះស្រាប់តែគាត់ភ្ញាក់ផ្អើលជាខ្លាំងអស្ចារ្យណាស់ពិតជាដូចឯងនិយាយមែនយើងប្រកាសជាមានបានមិនខានចាប់ពីពេលនេះទៅតែយើងនឹងយកវាទៅលក់នៅផ្សារសិនបើវាជាពងមាសខ្លាំងខ្លាយនោះឯងមុខតែស្លាប់មិនខានចាំយើងនៅទីនេះហើយតាមឿនក៏បានយកពងមាន់មាសនោះដើរតម្រង់ទៅកាន់ផ្សារដើម្បីលក់វាទៅឲ្យឈ្មួញដទៃបងប្អូនទាំងអស់គ្នាមាននរណាត្រូវការពងមាន់មាសនេះទេខ្ញុំចង់លក់វាណែតាពងនេះជាពងមាសឬក៏តាឯងលាបថ្នាំវាមែនហើយតាក៏ហក់ពួកយើងទេដឹងយកម្នេះតាខ្ញុំមើលសិនព្រោះខ្ញុំចេះមើលមាសឬក៏ខ្លាំងខ្លាយអាយ៉ាពិតជាពងមាន់មាសសុទ្ធរបស់គេមែនតាឯងប្រកាសជាមានហើយពេលនេះណែលុយតាខ្ញុំទិញវាពីតាមឿនពិតជាសប្បាយក្នុងចិត្តខ្លាំងណាស់រៀងរាល់ព្រឹកគាត់តែងតែយកពងមាន់មាសនោះទៅលក់ឯផ្សារពីមួយថ្ងៃទៅមួយថ្ងៃជីវភាពរបស់គាត់ក៏កាន់តែធូរធារធ្វើឲ្យគាត់ក្លាយជាអ្នកមានមួយរូបនៅក្នុងភូមិនោះលុះយូរបន្តិចទៅតាមឿនក៏កើតចិត្តចង់បានមាសប្រាក់កាន់តែខ្លាំងឡើងគិតក្នុងចិត្តថាមេមាន់នេះពងឲ្យយើងមួយថ្ងៃតែមួយគ្រាប់វាយូរខ្លាំងណាស់ចុះបើយើងសម្លាប់វាហើយយកពងមាសដែលនៅក្នុងពោះវាទាំងអស់តែម្ដងនោះយើងមិនចាំបាច់ចាំវាយូរទៀតនោះទេក្រោយពីបានគិតហើយតាមឿនក៏បានចាប់មេមាន់នោះយកមកសម្លាប់ដើម្បីយកពងមាសនៅក្នុងពោះវាតែនៅពេលនោះគាត់បែរជាមិនបានឃើញអ្វីទាំងអស់ឯណាទៅពងមាន់មាសវានៅកន្លែងណាអូព្រះអើយខ្ញុំពិតជាល្ងងខ្លាំងណាស់ខ្ញុំធ្វើខុសធ្ងន់ណាស់នេះហើយជាការលុបលន់មិនចេះក្រែងប្រមាណដែលខ្ញុំបានធ្វើឥឡូវនេះខ្ញុំលែងមានពងមាន់មាសទៀតហើយ
ចាប់ពីថ្ងៃនោះមកតាមឿនក៏លែងមានមេមន់ពងមាសឲ្យគាត់បន្តលក់ទៅទៀតលុះកាលយូរបន្តិចមកតាមឿនក៏បានធ្លាក់ខ្លួនក្រលំបាកលំបិនដោយកាលគ្រាដើម